ธรรมทมโดยก่อสลาแกสติดิโอรมณียฐานหนึ่งสติดิโอวัปทธรรมจิตสหการอุปธรรมโดยภาษาซอฟแอนลักภาษา$1ตัวสกอลชื่อเพลกาโดยกระทรวงปรมีนความตรโดยกระทรวงวัปทหนึ่งวิจัยศิลปะលោកលោកស្រីនិងអ្នកនាងកញ្ញាព្រមទាំងហ្វេនដែលកំពុងតែតាមដាននៅកម្មវិធីគូព្រេងព្រឹត្តជាទីគោរពនិងស្រឡាញ់កម្មវិធីគូព្រេងព្រឹត្តគឺជាកម្មវិធីមួយដែលលើកកម្ពស់សុភមង្គលគ្រួសារជាពិសេសគឺស្វាមីនិងភរិយាតែម្ដងកម្មវិធីនេះផលិតឡើងដោយផលិតកម្មចម្រៀងដាវីត្រាសហការជាមួយនឹងកោះស្លកែត Studio ដែលជា Studio វប្បធម៌និងធម្មជាតិនៅក្នុងប្រទេសកម្ពុជាតើពាក្យចាស់ដែលពោលថាស្វាមីភរិយាប្រៀបដូចជាចង្កឹះមួយគូយើងចង់ដឹងថាតើទស្សនៈរបស់គាត់យ៉ាងណាសូមតាមដានទាំងអស់គ្នាជាមួយនឹងកម្មវិធីគូព្រេងព្រឹត្តដូចតទៅបាទជំរាបសួរបងតើចំពោះទស្សនៈបែបនេះសម្រាប់បងប្អូនបងយល់យ៉ាងណាដែរសម្រាប់គូបងផ្ទាល់ពាក្យថាចង្កឹះមួយគូមានន័យថាมันអាចខ្វះមួយណាបានទេត្រូវតែមានទាំងពីរបានអាចចាប់សាច់ចាប់កាទៀវបានរវាងប្តីប្រពន្ធក៏អញ្ចឹងដែរពីរអ្នកប្តីប្រពន្ធទន្ទឹមនឹងធ្វើអ្វីមួយក៏ត្រូវតែមានការវិភាគសាគ្នាពីគ្រោះគ្នាហើយជាគូដែលយើងត្រូវដើរជាមួយគ្នាដល់ថ្ងៃបញ្ចប់នៃជីវិតរៀងខ្លួនប៉ុន្តែសម្រាប់គូខ្ញុំដូចគូសមនឹងស្លាប់ព្រាចាបាទសមនឹងស្លាប់ព្រាមិនអាចខ្វះគ្នាបានដែរហើយស្លាប់ព្រាសម្រាប់ដួសទឹកស៊ុបសមសម្រាប់ចាក់សាច់អញ្ចឹងទាំងពីរហ្នឹងត្រូវតែដើរជាមួយគ្នាអញ្ចឹងមកមិនអាចចោលគេបានទេបាទព្រោះថាបានន័យថាពាក្យសមនឹងស្លាប់ព្រាដែលខ្ញុំយកមកនិយាយនៅពេលនេះទាំងពីរហ្នឹងត្រូវតែដើរជាមួយគ្នាក៏ប៉ុន្តែអ្វីដែលមានចំណង់ចំណូលចិត្តហ្នឹងមិនប្រកាសថាដូចគ្នាទេវាអាចខុសគ្នាដែរឧទាហរណ៍ថាដោយគ្រួសារខ្ញុំគាត់ចូលចិត្តញ៉ាំហឹរខ្ញុំអត់ចូលចិត្តញ៉ាំអត់ចេះញ៉ាំហឹរខ្ញុំចង់និយាយកន្លែងហ្នឹងហើយគ្រួសារខ្ញុំគាត់ចូលចិត្តញ៉ាំកាហ្វេទឹកកកខ្ញុំចូលចិត្តញ៉ាំកាហ្វេក្តៅកន្លែងហ្នឹងវាខុសគ្នាកន្លែងហ្នឹងបានគេហៅថាសុពីនិងសមបាទនេះអ្វីដែលខ្ញុំចង់លើកមកកន្លែងហ្នឹងប៉ុន្តែបើតាក់ទងទៅនឹងការសម្រេចចិត្តធំឧទាហរណ៍ពាក់ព័ន្ធនឹងមុខរបរបាទប្រងៃបងជាពាណិជ្ជករបងមានមុខរបរអីដែរខ្ញុំផ្នែកសាងសង់ផ្ទះបាទហើយគ្រួសាររបស់ខ្ញុំគាត់ខាងខ្ញុំខាងបោះដុំមួបោះដុំមួបដុំខ្សែក្រវ៉ាត់អញ្ចឹងណាបងចាចង់ដឹងអំពីមុខរបររបស់បងដែលបងជ្រើសរើសយកមុខរបរជាហៅការសាងសង់អញ្ចឹងបងក្រុមហ៊ុនសំណង់ចាចំណែកភរិយាបងគឺការបោះដុំមួខ្សែក្រវ៉ាត់បាទអញ្ចឹងចំពោះមុខរបរបងដែលបងកំពុងធ្វើជាមុខរបរសំណង់នេះតើភរិយាបងគាត់គ្រប់តើអត់ខ្ញុំចង់និយាយថាដូចឧទាហរណ៍ដូចខ្ញុំអញ្ចឹងគូស្លាប់ព្រាហើយនឹងសមអញ្ចឹងមិនថាខ្ញុំធ្វើមុខរបរអីឬក៏គាត់កាន់មុខរបរអីគាត់តែងតែ support ខ្ញុំពីក្រោយអញ្ចឹងដូចខ្ញុំបោះដុំមួយអញ្ចឹងគឺបានការ support ធំពីគាត់ចាហើយសម្រាប់មុខរបររបស់គាត់មិនថាមុខរបរអីទេពួកយើងតែងតែមានហេតុផលមួយសមរម្យក្នុងការបន្តទៅមុខទៀតឬក៏យើងគួរតែប្រឈប់ហើយកន្លងមកពួកខ្ញុំដុំមុខរបរច្រើនណាចង់ដឹងថាអំពីប្រវត្តិស្នេហាបងតិចបាទនៅពេលដែលបងរៀបការជាមួយគ្នាហ្នឹងបងសម្រេចចិត្តដោយខ្លួនឯងឬក៏ឪពុកម្ដាយជាអ្នកផ្សំផ្គុំម្ដាយហ្នឹងគាត់ថាគាត់ចាស់ហើយចង់បខំរកពុនរកកូនរកចៅអញ្ចឹងទៅប៉ុន្តែរទៅវាមិនបានដោយអំណងចេះតែមិនពេញចិត្តចេះមិនត្រូវចិត្តអញ្ចឹងទៅក៏ពជារហូតទៅដល់អាយុ30ជាង34 35មកដល់តែចៃដន្យថ្ងៃមួយហ្នឹងមិត្តភក្តិខ្ញុំដែលជាគ្រូបង្រៀននៅក្នុងសាលារបស់ខ្ញុំដូចគ្នាហ្នឹងខាងគ្រួសារខ្ញុំជាកូនសិស្សរបស់គាត់នៅក្នុងសាលារបស់ខ្ញុំហើយគាត់ថាអញ្ចេះគាត់ថាទេវាពិបាករកពុនពេកតដឹងធារីយកហ្មងទៅបាទធារីមួយណាចេះកូនសិស្សគេថាកូនសិស្សគេឆ្លាតខ្ញុំថាចឹងទៅមើលគាត់ត្រូវគ្នាថ្ងៃសៅរ៍អាទិត្យហ្នឹងជិះឡានទៅមើលក្តឹងបាទដល់ពេលទៅដល់ផ្ទះរបស់គាត់លក់ទូរស័ព្ទនៅផ្សារដេប៉ូណាហើយគេមិត្តភក្តិពីរនាក់គេចូលទៅហើយខ្ញុំ
អត់មាត់ទេខ្ញុំចូលទេខ្ញុំឈរមើលហើយខ្ញុំស្រឡាញ់ហើយខ្ញុំ imagine នឹកក្នុងចិត្តថានារីហ្នឹងជានារីប្រភេទយ៉ាងម៉េចក្តីសម័យរបស់ខ្ញុំញៀនទី6របស់ខ្ញុំប្រាប់ខ្ញុំថានារីហ្នឹងបើសិនជាយកជាប្តីប្រពន្ធមានតែកម្មករឆ្លូកគ្នាគឺនាងហ្នឹងអត់និយាយស្ដីទេនិយាយចឹងថាពាក្យគំរោះគំរឹកគឺគ្មានហ្មងសម័យឃើញអញ្ចឹងហ្មងណាអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាឃើញគាត់ពាក់ប្រៀបរូបប្រៀបយើងនឹងកប៉ៅនេះខ្ញុំក៏សាប់បើសិនជាខ្ញុំសុំប្រៀបនឹងបានគាត់ជាគូខ្ញុំណាពួកខ្ញុំដើររយូរណាស់អត់ងាយបានជួបគូផងអញ្ចឹងក៏ខ្ញុំចាប់ប្រាហាមាត់ទ្រីឲ្យលោកគ្រូសុំប្រៀបនឹងបានណាគាត់ក៏ឆ្លើយផឹងភ្លាមអត់គិតគាត់ថាមានអីលោកគ្រូបានដែរដោះឲ្យខ្ញុំភ្លាមខ្ញុំរំភើបហ្មង សំណាងជាងគេបានមានមេធ្វើប្រពន្ធបងថ្ងៃនេះរំភើបកន្លងចង់វាំងបេះដូងលុតកងធម្មតារូបអូនសំណាងជាងគេព្រោះតែថ្ងៃនេះទៅបានការស្លាសំដោយសេចក្តីប្រាថ្នាអូននឹងរៀបការជាមួយនឹងបងរត់តែអត់បាញ់ចាសូមអរគុណនិស្ស័យតែជួយទឹកដៃឲ្យយើងជួបចិត្តសូមអរគុណព្រមលីខិនផ្ដល់ស្នេហាបាត់ដោយដងទាំងថ្វាយរៀបការសន្យានឹងមេឃដៃធ្វើឲ្យស្រីមានក្តីសុខជាងគេសូមសន្យាថាពួកយើងទាំងពីរនាក់មិនបែកគ្នាទេមិនចាំពីស្នេហ៍ក្បែរគ្នារៀងរហូតសំណាងជាងគេបានមានមេធ្វើប្រពន្ធបងថ្ងៃនេះរំភើបកន្លងចង់វាំងបេះដូងលុតកងធម្មតារូបអូនសំណាងជាងគេព្រោះតែថ្ងៃនេះទៅបានការស្លាសំដោយសេចក្តីប្រាថ្នាអូននឹងរៀបការជាមួយនឹងបងរត់តែអត់បាញ់ចាសូមអរគុណនិស្ស័យដែលជួយដឹកដៃឲ្យយើងជួបចិត្តសូមអរគុណព្រមលីខិនផ្ដល់ស្នេហាបាត់ដោយដងទាំងថ្វាយរៀបការសន្យានឹងមេឃដៃធ្វើឲ្យស្រីមានក្តីសុខជាងគេសូមសន្យាថាពួកយើងទាំងពីរនាក់មិនបែកគ្នាទេមិនចាំពីស្នេហ៍ក្បែរគ្នារៀងរហូតអរគុណនិស្ស័យដែលជួយដឹកដៃឲ្យយើងជួបចិត្តសូមអរគុណព្រមលីខិនផ្ដល់ស្នេហាបាត់ដោយដងទាំងថ្វាយរៀបការសន្យានឹងមេឃដៃធ្វើឲ្យស្រីមានក្តីសុខជាងគេសូមសន្យាថាពួកយើងទាំងពីរនាក់មិនបែកគ្នាទេមិនចាំពីស្នេហ៍ក្បែរគ្នារៀងរហូតឧបត្ថម្ភធំដោយកោះស្លាកែតស្ទូឌីយោរមណីយដ្ឋាននិងស្ទូឌីយោវប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1
ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គូព្រេងបងអើយរូបអូននេះហើយព្រំលិខិតបានចា កាលនោះដូចជាចូលតាមខ្មែរហើយខ្ញុំមកពីដើរលេងសៀមរាបហ្នឹងខ្ញុំទិញព្រាបហ្នឹងមកច្រើនណាកាលនោះហើយខ្ញុំចាំថាមួយប្រហែលជា500លុយខ្មែរអីហ្នឹងឯងហើយខ្ញុំទិញមកឡើងច្រើនដល់ថ្ងៃទី1ដែលខ្ញុំពាក់ហ្នឹងក៏មិនសមហើយខ្ញុំនឹកឃើញហ្នឹងខ្វះអីព្រាបមកកណ្ដោមួយតែប្រហែល100មកកណ្ដោគ្រាន់តែសមមួយមានអីឲ្យតែភ្ញៀវទិញទូរស័ព្ទតែអញ្ចឹងខ្ញុំក៏ដល់គាត់ហើយពួកយើងក៏អត់បានមានអនុស្សាវរីយ៍ជាសង្សារពីមុនមកអត់មានទេជួបគ្នាតែប៉ុណ្ណឹងពេលឆ្លោះគ្នានិយាយអស់ទៅប្រពន្ធខ្ញុំមកតែចែកគ្នាដូចសំនួរនៅសភាអញ្ចឹងសួរឆ្លោយឆ្លងហើយគាត់គេងលក់បាត់ហើយដោយសារខ្ញុំចូលចិត្តគេងគាត់គេងលក់បាត់ហើយខ្ញុំងាកមកអញក៏លក់បាត់ហើយតាំងពីថ្ងៃការមកទល់ថ្ងៃប៉ុណ្ណេះគ្មានទេពាក្យឆ្លោះសម្ដីអាហែងមឹងអត់មានតតែសោះសូមពាក្យថាលេងអាម៉ាត់គឺអត់ដើរប្រើអត់ដែរតែចែកគ្នាតាមអ្វីដែលគេហៅថារកខុសរកត្រូវហើយចាប់ពីថ្ងៃការមកទល់ថ្ងៃនេះ20ឆ្នាំផ្លាយខ្ញុំអត់ដើរចោលផ្ទះសូម្បីតែមួយយប់ប្រហែលឆ្នាំអី24ឆ្នាំ24ឆ្នាំហើយអត់ដើរចោលផ្ទះមួយយប់ចុះអត់ដែរទៅការងារណាអត់ទៅក៏ទៅទាំងអស់គ្នាទៅ2នាក់ដែរឧទាហរណ៍ខ្ញុំឡើងទៅមើលអាចរណៈធ្លាប់ទៅសៀមរាបឬលំវែងអីខ្ញុំយកគ្រួសារខ្ញុំទៅហើយសប្បាយតាមផ្លូវរហូតទៅចូលញ៉ាំនេះញ៉ាំនោះទៅជាលក្ខណៈគ្រួសារអញ្ចឹងទៅ2ថ្ងៃ3ថ្ងៃមកវិញទៅចឹងតែពេលដែលយើងរៀបការហើយយើងរស់នៅជាមួយគ្នាមានដែរសម្គាល់ឃើញតាមសម្គាល់មើលប្តីតាមសម្គាល់មើលចរិតគាត់មិនមកអីនេះមានដែរគិតបាទបើដែរស្គាល់ហ្នឹងគិតថាមិនមកទេសង្ស័យចេះគិតបាទគូពួកខ្ញុំរលូនដែរដោយសារណាមួយពេលដែលការហើយគាត់មកនៅខាងខ្ញុំហើយគាត់ងាយនឹងចោះសម្រងនិយាយរួមទៅគាត់មនុស្សក៏ងាយហើយខ្ញុំក៏ចង់និយាយថានៅពេលដែលខ្ញុំចូលចិត្តអីគាត់តែងតែសម្របតាមខ្ញុំឬក៏ខ្ញុំអត់ចូលចិត្តអីគាត់ក៏តែងតែសម្របហើយនិយាយចាំទៅដោយសារសម្របហ្នឹងហើយបាទខ្ញុំម្ដងថ្ងៃហ្នឹងអត់ស្រកគីឡូដូចគេដោយសារអីគាត់ចូលចិត្តថាអញ្ចឹងចូលចិត្តញ៉ាំអីញ៉ាំហ្នឹងហើយអូនឯងខ្វាត់មិនក៏ស្អាតដែរដល់ពេលអញ្ចឹងទៅជាតិហ្នឹងគឺអត់អាចស្គមវាថាស្អាតអត់ស្គមវាថាស្គមទេគាត់សម្របតាមខ្ញុំច្រើនបងគាត់ចិត្តតិចអត់ងាយខឹងសុខចិត្តអត់ដើរចេញខ្ញុំក៏ដូចគ្នាខ្ញុំបើអត់ដើរចេញអត់និយាយរហទៀតអត់និយាយអត់មាត់ហ្មងអត់មាត់ហ្មងបងអត់និយាយអត់មាត់ហ្មងដើរចេញបើគាត់គ្រាន់មាត់ខ្លះបើខ្ញុំអត់មាត់ទេពេលខឹងចឹងទៅវាមិនសល់ពាក្យដូចថាដែលធ្វើឲ្យយើងនឹងខ្នើសចិត្តឬក៏ធ្វើឲ្យយើងនឹងវាដក់ជាប់នៅក្នុងបេះដូងអីវាអត់មានប៉ុន្តែពេលដែលអន់ចិត្តហ្នឹងមកអញដឹងទេនៅពេលដែលបន់ចិត្តលើកដឹងធ្វើម៉េចមកអញដឹងគាត់មានលក្ខណៈដូចរៀងមិនសូវសប្បាយរីករាយអញ្ចឹងទៅយើងដឹងអត់ចិត្តទៅជួនកាលយើងលួងមកដកមួយដែលខ្ញុំនេះខ្ញុំចង់និយាយថាចិត្តបញ្ហារបស់គាត់មួយដែលខ្ញុំនេះខ្ញុំចង់និយាយថាចេះហេតុអីមនុស្សអត់ដឹងហើយថាមនុស្សស្រីអន់ចិត្តអត់សប្បាយចិត្តហើយអត់ចេះមកលួងទេជាមួយគាត់អត់ចេះលួងដងក៏អត់បាត់ដឹងឈប់លួងទៀតហ្មងបាទអត់ចេះតែខឹងខ្លាំងទៀតគាត់ហត់ទៅខឹងបើខ្ញុំអត់ចេះខឹងខ្ញុំអត់ទេនៅតែខ្ញុំអត់ទេខាងស្រីតែអត់លួងដូចបាយពុះមកដល់ពេលហ្នឹងនៅអត់តន់ចេះលួងទៀតអត់ចេះលួងចាំចុះឧទាហរណ៍ថាដល់ពេលហ្នឹងថាបងប្រុសគាត់លួងម្ដងហើយអូនអត់បាត់ខឹងទេអញ្ចឹងធ្វើមិននឹងបាត់ទៅអញ្ចឹងទៅខ្ញុំឡើងទៅគេងទៅខ្ញុំឡើងទៅសង្ងំគេងទៅជួនកាលស្អែកឡើងភ្លេចបាត់ទៅស្អែកឡើងមួយថ្ងៃភ្លេចខ្លួនឯងទៅចាភ្លេចអញ្ចឹងទៅគេហៅនិយាយទៅមនុស្សស្រីចិត្តតុនដែរបងពេលខ្លះគេហៅញ៉ាំបាយតែពីរ3ដងទៅតុនទៅការពីស្រឡាញ់ដំបូងយើងស្រឡាញ់ដូចផ្កាអញ្ចឹងស្រឡាញ់សម្រស់ស្រឡាញ់ជាសង្សារជាថាជាមនុស្សដែលស្រឡាញ់ណាប៉ុន្តែមកដល់បច្ចុប្បន្ននេះស្រឡាញ់លក្ខណៈដឹងចង់និយាយថាម៉េចពីព្រោះអ្វីគឺអនុគ្រោះជានិច្ចចឹងហ្មងណាមើល forgive រហូតបាទ forgive មើលថែចឹងទៅនឹកឃើញថាយើងទាំងពីរនាក់ហ្នឹងយើងមិនដើរដំណើរផ្លូវចិត្តទេដើរដំណើរផ្លូវឆ្ងាយអញ្ចឹង
cái lại nó đang thơm lứ khác cái lại nó mình top mình sói bạch vậy món tới bộ top tới của vị ắt trần anh mà vinh trắng dương forget ta màn tích bắt tới vinh nhá hơi chim mà nụ đại dương sờ lanh mà nụ đại dương cái điệp ca cho mũi trắng dương công bạc cắn công ấy con tục quạt đối ta ôn sậy chân khó thở thai toàn mưa ca khó thở tới chứ cắt ấy nữa lấy vì ta chỉ mới rong chân với nhá viên mẹn chỉ rong tôi song sang ca bị ca hậu khai cái tận đau mới chơi pin bấy lấy mi rong phiếp thắt lúc chỉ dương thở tận đau chỉ mũi đấy smart tôi mấy đôi xóm sập phía mấy chứ á sầm lóm mà chán thở tờ vô xóm sập phía nhâm chỉ mũi tiếp mà bị tránh mà bị sát ban kia là luôn chắc thở ca cái này chỉ nơi pin nâng nó lại áp thiệt bán nèឧបត្ថម្ភធំដោយកោះស្លាកែតស្ទូឌីយោរមណីយដ្ឋាននិងស្ទូឌីយោវប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈគូព្រេងបងអើយរូបអូននេះហើយព្រំលិខិតបានចាអត់មានទង្វើណាមួយដែលបងធ្វើឲ្យភរិយាបងអត់គាំទ្រតែមានពេលខ្លះមានក៏ប៉ុន្តែគ្រាន់តែថាយើងតែតែមានហេតុផលហេតុអីមិនបងត្រូវធ្វើអាហ្នឹងគាត់ក៏សួរមកខ្ញុំវិញថាហេតុអីបានខ្ញុំអត់គាំទ្រឧទាហរណ៍អញ្ចឹងខ្ញុំមានហេតុផលឲ្យគាត់ឧទាហរណ៍ថាឥឡូវមុខរបរមួយចាស់ហេតុអីបានបងត្រូវធ្វើអាហ្នឹងនៅពេលដែលមុខរបរមួយនេះល្អជាងប្រាក់ចំណូលល្អជាងយើងមានពេលតនេច្រើនជាងអញ្ចឹងបើយើងមកកាន់មុខរបរមួយនេះអ្វីត្បិតតែវាជាពេលខ្លះអាចនិយាយថាជាជំនាញរបស់យើងជាមុខរបរដែលយើងចូលចិត្តក៏ប៉ុន្តែពេលខ្លះទីផ្សារអត់ត្រូវការមុខរបរមួយហ្នឹងអញ្ចឹងនៅពេលដែលទីផ្សារអត់ត្រូវការមុខរបរមួយហ្នឹងហើយយើងត្រូវចុះទុនច្រើនប្រាក់ចំណេញក៏តិចហើយយើងចំណាយពេលច្រើនមែនតើអញ្ចឹងហេតុអីបានយើងត្រូវនៅធ្វើអាហ្នឹងអញ្ចឹងខ្ញុំតែងតែមានហេតុផលឲ្យគាត់អញ្ចឹងយើងលើកហេតុផលយកមកដាក់លើតុនិយាយគ្នាអញ្ចឹងខ្ញុំក៏ដូចគ្នាដែរហេតុអីបានខ្ញុំត្រូវអត់ចង់ឲ្យគាត់ធ្វើអាហ្នឹងហេតុអីបានគាត់ត្រូវតែធ្វើអាហ្នឹងអញ្ចឹងនៅពេលដែលយើងមានហេតុផលរៀងៗខ្លួនយើងអាចមានដំណោះស្រាយមិនថាតែមុខរបរទេសូម្បីតែរឿងកូនចៅក៏ដោយពួកខ្ញុំតែងតែពិភាក្សាគ្នាឧទាហរណ៍ថាឥឡូវកូនខ្ញុំ3នាក់ម្ដងថ្ងៃនេះម្នាក់គាត់រៀននៅសាលាច្បាប់ហើយ2នាក់ទៀតរៀននៅសាលា AS តែដោយសារឆ្នាំនេះគាត់រៀនបញ្ចប់ไปអញ្ចឹងមួយទៀតខ្ញុំក៏ដូរសាលាអញ្ចឹងយើងតែងតែមានសំណួរសួរទៅគ្នាទៅវិញទៅមកថាឧទាហរណ៍ថាឥឡូវកូនរៀននៅ AS ហេតុអីបានយើងត្រូវបដូរមក CIA អញ្ចឹងនៅឆ្នាំហ្នឹងអញ្ចឹងយើងតែងតែពិភាក្សាគ្នាទៅដូចថា AS ឆ្ងាយពីផ្ទះអញ្ចឹងយើងត្រូវដូរមកខាងនេះវិញដើម្បីឲ្យនៅជិតផ្ទះណាមួយយើងត្រូវបានមើលកូនមើលអីស្រួលគាត់តែពិភាក្សាមួយខ្ញុំថាកូនត្រូវរៀនក្រៅប្រទេសអត់អញ្ចឹងណាហើយខ្ញុំក៏បញ្យល់ប្រាប់វិញថាចំណាយខ្ញុំនៅពេលដែលកូនរៀនចប់មហាវិទ្យាល័យអាចបើកមុខរបរឬក៏ធ្វើការអីមួយស្រុកខ្មែរទៅហើយទៅរៀននៅក្រៅប្រទេសមួយឆ្នាំឬក៏2ឆ្នាំមកវិញមកអ
ដល់ឡែកបញ្ជូនឲ្យទៅរៀនរហូតមហាវិទ្យាល័យ4ឆ្នាំ5ឆ្នាំមកខ្ញុំអត់ចង់ទេហេតុអីដោយសារនៅពេលដែលទៅយូរពេកខ្លាចមានកំណាន់ចិត្តនៅក្រៅប្រទេសការប្រពន្ធក្រៅប្រទេសលែងមកស្រុកខ្មែរហើយខ្ញុំជាមនុស្សដែលស្រឡាញ់ស្រុកខ្មែរបាទអញ្ចឹងចង់ឲ្យកូននៅស្រុកខ្មែរការស្រុកខ្មែរហើយជួបជុំឪពុកម្ដាយរៀងរាល់សៅរ៍អាទិត្យគេយកចៅមកលេងអញ្ចឹងទៅខ្ញុំសប្បាយចិត្តកន្លែងហ្នឹងអញ្ចឹងអត់ចង់ឲ្យបែកឆ្ងាយទេបាទកូនទាំង3នាក់ហ្នឹងគឺចេតនារបស់ខ្ញុំគឺអត់ចង់ឲ្យចេញទៅឆ្ងាយបងនៅពេលដែលមានការយល់ផ្សេងគ្នាឬក៏ខ្វែងគំនិតគ្នាអញ្ចឹងតែយើងធ្វើមិនដើម្បីថាស្របទៅតាមគ្នាបានបងយើងត្រូវធ្វើមិនលើកជជែកគ្នាបែបណាខ្លះយុទ្ធសាស្ត្របែបណាខ្លះដើម្បីឲ្យធ្វើមិនឲ្យទោះបីជាខ្លួនឯងហ្នឹងមិនពេញចិត្តដែរប៉ុន្តែនៅតែស្របតាមគ្នាយើងធ្វើយ៉ាងម៉េចសម្រាប់ខ្ញុំតែងតែលើកហេតុផលបញ្យល់ប្រាប់គាត់ 3-4 ដងភាគច្រើនគាត់ស្វែងយល់ពីអ្វីដែលថ្មីហើយខុសពីខ្ញុំបុរាណអភិរក្សដល់ចឹងទៅបញ្យល់តែម្ដងពីរដងគាត់អត់តាមយើងទេបងឯងដើរយឺតខ្ញុំដើរយឺតត្រឹមត្រូវបាទខ្ញុំដើរយឺតជាងគាត់លឿនគាត់ reflect បាទអញ្ចឹងទៅបញ្យល់ពីរដងគាត់យល់តើមានហេតុផលណាមួយច្បាស់លាស់ឲ្យឃើញគាត់ចេះស្អីប្រាប់គាត់ថាអញ្ចឹងខ្ញុំឧទាហរណ៍ថាមានបងប្អូនដែលគាត់ឈឺធ្ងន់អីយ៉ាងទៅត្រូវហៅកូនពីស្រុកក្រៅមកដើម្បីជួបអញ្ចឹងទៅទាំងងំទាំងបានសុំវីសាទាំងងំទាំងបានមកវាហួសពេលហួសអីចឹងណាបញ្យល់ប្រាប់គាត់ហោហែទី2ទៀតយើងចាស់ទៅកូនតែ3នាក់ទេនៅតែ2នាក់ហ្នឹងវាស្ងាត់ណាស់កូននៅក្បែរទៅសៅរ៍អាទិត្យគេយកមកលេងយើងសប្បាយចិត្តជាងចាប៉ុន្តែចង់កាត់ភាសាបងបន្តិចឡើយហ្នឹងនៅពេលដែលបងព្យាយាមបញ្យល់ប្អូនដើម្បីឲ្យតាមបងអញ្ចឹងជាទូទៅតើអ្នកណាតាមអ្នកណាចុងក្រោយកន្លែងណាដែលពិសេសខ្លាំងគាត់ជួយគាត់តាមខ្ញុំបើមកខ្ញុំតាមគាត់ទាំងអស់ស្អីក៏តាមដែរចឹងប្រហែលភាគរយដែលប្អូន80%ខ្ញុំតាមគាត់ក៏តាមខ្ញុំ20%ចឹងនៅតែអ្នកសម័យឈ្នះបុរាណបាទបងថ្លឹងថ្លែងគិតវាតម្លៃបែបណាបើដឹងថាពិសេសជាងមិនពិសេសជាងបងបើបងតាមគាត់80%ខ្ញុំឧទាហរណ៍ថាដូចជារឿងទិញផ្ទះមួយចោះទិញផ្ទះខ្ញុំសម័យឃើញថាផ្ទះនោះខ្ញុំស្រឡាញ់ខ្ញុំចង់នៅខ្ញុំចូលចិត្តចឹងណាខ្ញុំរកវិធីសាស្ត្របញ្យល់គាត់ធ្វើម៉េចឲ្យគាត់នឹងយល់ថាកន្លែងហ្នឹងវាល្អតែបើគាត់នៅថាមិនល្អទេចុងក្រោយមានតាមគាត់ដែរទៅលើហេតុអីបានយល់ថាអត់ល្អខណៈដែលបងមើលឃើញថាល្អបាទពេលខ្លះខ្ញុំគិតថាអ្វីដែលគាត់គិតវារៀងអូបន្តិចវារៀងសម័យមុនបន្តិចដល់ពេលខ្ញុំគិតថាពេលខ្លះខ្ញុំរៀងក្រោយគាត់បន្តិចដោយសារខ្ញុំប្អូនគាត់រៀងច្រើនអញ្ចឹងពេលខ្លះអ្វីដែលខ្ញុំគិតខ្ញុំច្រើនតែគិតបែបរៀងសម័យថ្មីបើគាត់គិតបែបទៅរៀងសម័យមុនបើយើងនិយាយចំទៅបើយើងយកគំនិតអ្នកសម័យក្រោយហើយនឹងគំនិតមនុស្សសម័យមុនយកទៅពិភាក្សាគ្នាមួយកូននឹងឲ្យតាមយើងហើយអញ្ចឹងបើកូនចាដល់កូនតាមយើងហើយចាំការទៀតដល់ឲ្យយើងឈ្នះហើយចាបាទមិនថារឿងអីទេឲ្យតែថាពិភាក្សាមួយកូនដល់ឲ្យខ្ញុំឈ្នះហើយបាទហើយកូនស្រឡាញ់ខ្ញុំតែពេលតូចទេងាមកគឺខ្ញុំនៅលើដៃខ្ញុំទាំង3បងអ្នកមើលកូនបាទគាត់ស្រឡាញ់កូនប្រពន្ធខ្ញុំអត់ឲ្យប៉ះពាល់យប់អធិធអីគឺខ្ញុំទទួលគាត់ទាំងអស់បាទតាំងពីទី1មកហើយប៉ុន្តែដល់ពេលកូននឹងចាប់ផ្ដើមពីអាយុ7 8ឆ្នាំមកដកចិត្តពីខ្ញុំវិញហើយទៅស្រឡាញ់ម្ដាយវិញហើយហេតុផលកាលពីនៅតូចខ្ញុំ take care គាត់ 100% គឺមិនឲ្យខ្នឹសទឹកក្តៅត្រជាក់ឈឺស្កាត់សពគ្រប់បែបយ៉ាងចំណេញលើប៉ាទាំងអស់ប៉ាថ្នមគ្រប់បែបយ៉ាងប៉ុន្តែចូលដល់អាយុ7 8ឆ្នាំ10ឆ្នាំប៉ាចាប់ដើមកាយអូប៉ាយ៉ាងកាយតាំងពីវិន័យតាំងពីរៀនសូត្រតាំងពីទូរស័ព្ទតាំងពីលុយកាក់ចាយវាគឺប៉ាតឹងទាំងអស់ចំណែកម៉ាក់ធូដល់ពេលគាត់ចង់បានស្អីគាត់មិនដឹងមកសុំប៉ាទេទៅសុំម៉ាក់ខ្លាចកូនចាយអត់គ្រាន់ម៉ាក់ខ្លាចកូនចាយអត់គ្រាន់បើប៉ាខ្លាចកូនចាយទៅវាខុសខ្លាចខូចកូនបាទអញ្ចឹងប៉ាតឹងនៅពេលហ្នឹងត្រឡប់តោខ្ញុំចាញ់ហើយគេហត់ទៅហៅកន្លែងនេះស្រួយសុំជាងបាទចុះពេលជាក់ស្ដែងមែនតើយើងអាចនិយាយថាគ្រួសារបងភរិយាជាធំបាទភរិយាធំជាធំហ្មងបាទទោះបីជាបងអាយុច្រើនជាង10ឆ្នាំជាងក៏នៅតែធំជាងនៅធំជាងបាទតែលទ្ធផលម្ដងថ្ងៃនេះនៅពេលដែលយកសម្ដីឬក៏គំនិតភរិយាជាធំហ្នឹងបងគិតថាខុសទៅត្រូវឡើងលឿនណាស់មានតែគិតសោះបាទហេតុដែលថាត្រូវ
គាត់សម្រេចចិត្តអ្វីដែលទាញខ្ញុំទៅហ្នឹងកំរខុស អូកំរខុសមក កំរខុសបាទកំរខុសតាំងពីមុខរបររស់ស៊ីតាំងពីការរស់នៅបាទ ព្រេងបងអើយគឺរូបអូននេះហើយព្រំលិខិតបានចាឲ្យយើងជួបគ្នាសាងស្ពានស្នេហាក្រុងជាតិផ្សងសច្ចារៀមរាជាគូនឹងថ្លៃគូព្រេងអូនអើយគឺរូបបងនេះហើយស្នេហ៍ដែលអូនស្រមៃហាត់ថាប្រុងស្ងួនសែនកងក្ដៅពេកក្រៃមុនភពព្រេងនិស័យបណ្ដាលឲ្យយើងជួបគ្នាស្នេហាយើងមិនមែនใจដន់បងតែបន់ស្រន់ចងជួបគ្រប់គ្រាប្រៀបបានមិនឆាហើយនឹងគូគីមិនអាចឃ្លាតឃ្លាគ្រប់ពេលនិន្ទ្រាចង់គៀងកាយម្ចាស់ជីវិតបងរៀមសូមថ្នមត្រកងអរាបងជាខ្នើយយើងនៅក្បែរគ្នាក្រុមគ្រាមិនឃ្លាតឡើយព្រមលិខិតចាស់ហើយគូយើងគឺជាគូព្រេងបងអើយគឺរូបអូននេះហើយព្រំលិខិតបានចាឲ្យយើងជួបគ្នាសាងស្ពានស្នេហាក្រុងជាតិផ្សងសច្ចារៀមរាជាគូនឹងថ្លៃគូព្រេងអូនអើយគឺរូបបងនេះហើយស្នេហ៍ដែលអូនស្រមៃហាត់ថាប្រុងស្ងួនសែនកង
បន់ស្រន់ចងជួបគ្រប់គ្រា ព្រៀបបានមិនឆា បានមិនឆា ហើយនឹងគូគី ហើយនឹងគូគី មិនអាចឃ្លាតឃ្លាគ្រប់ពេលនិន្ទ្រាចង់គៀងកាយ ម្ចាស់ជីវិតបងរៀមសូមថ្នមត្រកងអរាបងជាខ្នើយយើងនៅក្បែរគ្នាគ្រប់គ្រាមិនឃ្លាតឡើយ ព្រមលិខិតចាស់ហើយ គូយើងគឺជាគូព្រេង ឧបត្ថម្ភធំដោយកោះស្លាកែតស្ទីឌីយោរមណីយដ្ឋាននិងស្ទីឌីយោវប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គូព្រេងបងអើយរូបអូននេះហើយព្រំលិខិតបានចា ចឹងមានន័យថាមិនប្រកាសថាអាយុច្រើនជាងហ្នឹងគិតអីត្រូវទាំងអស់ណា មិនទេបាទ អត់ទេ បាទពាក្យថាត្រូវស្ដាប់បងនិងតាមបងហ្នឹងវាបើតាមខ្ញុំគិតវាតាម generation បើយើងជាមនុស្សចាស់ជាមួយនឹងកូនក្មេងត្រូវកូនក្មេងត្រូវតែតាមចាស់ក៏ប៉ុន្តែវ័យដែលធំអស់ហើយទោះជាចាស់ជាងប្រមាណក៏ដោយក៏គេចេះគិតចំណេះដឹងគេក៏មានបាទបទពិសោធន៍គេក៏មានអញ្ចឹងការដែលគេគិតការដែលគេឲ្យអវ៉ាតមកវាមិនអាចខុសទេវាប្រកាសជាត្រូវហើយដែលគេគិតមកចាត់ត្រឹមត្រូវមក គេអាយុច្រើនដែរ គេអាយុច្រើនដែរហើយ មិននៅកូនក្មេង មិននៅកូនក្មេងបើកូនក្មេងអូខេត្រូវតាមយើង100%ដូចកូនខ្ញុំអញ្ចឹងណាកំហិតមួយទៀតដែលខ្ញុំតាមគាត់ហ្នឹងគឺសៅរ៍អាទិត្យត្រូវតែលុប cancel កម្មវិធីជាមួយនឹងមិត្តភ័ក្តិពួកម៉ាក់ដែលជួបជុំអីហ្នឹងគឺអត់មានទេសៅរ៍អាទិត្យហ្នឹងគឺប្រគល់ភារៈជាមួយនឹងកូនចៅគ្រួសារ ចឹងអត់បានបងជើញមកលេងកោះស្តាកាត់ទៀត បាទមកទាំងក្រុមទាំងគ្រួសារអញ្ចឹងមកចូលចិត្តនាំកូនដើរអញ្ចឹងទៅបាទទៅជាលក្ខណៈគ្រួសារអញ្ចឹងថ្ងៃសៅរ៍អាទិត្យកុំមាន dating មួយមិត្តភ័ក្តិ ជិះបើក្នុងករណីមិត្តភ័ក្តិដែលគាត់ណាត់គាត់អីទៅហើយបងអត់ទៅមិនទៅគាត់មិនអន់ចិត្តមកឯង អត់ទេលើកហេតុផលពីព្រោះខ្ញុំប្រាប់ថាហេតុផលដែលខ្ញុំលើកគេតាមខ្ញុំច្រើនណាស់ ហេតុផលអីខ្លះបងដែលបងបដិសេធជាមួយមិត្តភ័ក្តិហើយមកតាមប្រពន្ធនេះ ឥឡូវគេថាថ្ងៃសៅរ៍អាទិត្យហ្នឹងយើងទៅជួបជុំគ្នាញ៉ាំអីបន្តិចទេ បាទខ្ញុំថាអត់បានទេដោយសារថ្ងៃសៅរ៍អាទិត្យជាពេលវេលាទុកឲ្យកូននិងប្រពន្ធព្រោះកូននៅពេលដែលសៅរ៍អាទិត្យអត់រៀនទេអញ្ចឹងយើងនាំគាត់ដើរលេងឲ្យសុបាយចិត្តហើយប្រពន្ធនៅពេលដែលជួបមកកូនចៅញ៉ាំអីជុំគ្នាគាត់សុបាយចិត្តដែរដល់ទៅពេលគាត់មិត្តភ័ក្តិឃើញខ្ញុំដើរលេងអញ្ចឹងទៅផុស Facebook គាត់យកខ្ញុំធ្វើជាគំរូ model អញ្ចឹងទៅគាត់សៅរ៍អាទិត្យជុំប្រពន្ធកូនដែរ ហ៊ានតាមបងវិញ ហ៊ានតាមខ្ញុំវិញ ពីដំបងនៅពេលដំបងបដិសេធដំបងទៅមុនមិត្តភ័ក្តិហើយដើរជាមួយប្រពន្ធកូនអញ្ចឹងដំបងមិត្តភ័ក្តិគេបោះបង់ចោលគឺថាអញ្ចឹង មិត្តភ័ក្តិគាត់និយាយដែរគាត់ថាភ្លេចមិត្តភ័ក្តិអស់ហើយ បាទគាត់ថាចឹងថាមិនភ្លេចទេក៏ប៉ុន្តែគាត់ថាយើងកសាងគ្រួសារជាធំមិត្តភ័ក្តិចាំថ្ងៃខុសពីនឹងតិចអាចជួបគ្នាបានហើយអីទេកាហ្វេកាទៀវឲ្យបានហើយ ក៏ប៉ុន្តែជីវិតពួកយើងជាអ្នករស់ស៊ីអញ្ចឹងបងដូចជាអត់សូវមានបញ្ហាអញ្ចឹងទេដោយសារមិត្តភ័ក្តិយើងគាត់អ្នករស់ស៊ីដែរអញ្ចឹងទៅគាត់ក៏គ្រួសារជាធំអញ្ចឹងបើសិនជាអ្នកធ្វើការគាត់អាចនឹងមានរបៀបរបបគាត់ផ្សេងតែដោយសារពួកយើងអ្នករស់ស៊ីអញ្ចឹងសៅរ៍អាទិត្យជួនកាលទៅគ្រួសារយើងមកគ្រួសារមិត្តភ័ក្តិមកគ្រួសារទៅជុំគ្នាអញ្ចឹងទៅក៏មានដែរហើយកន្លងមកដោយសារពួកខ្ញុំពេលណាកូនទៅរៀនក៏ទៅរៀនទៅពេលណាបើពួកខ្ញុំឆ្លៀតមានពេល2នាក់បានតែតែដើរលេងជាមួយគ្នាតែ2នាក់ទេអញ្ចឹងទៅពេលដែលខ្ញុំបង្ហោះ Facebook បង្ហោះអីទៅអ្នកខ្លះគេថាខ្ញុំនៅដូច idol គេអញ្ចឹងគេក៏អាចកសាងសុភមង្គលគ្រួសារតាមរយៈអ្វីដែលគាត់បានមើល Facebook របស់ខ្ញុំអ្វីដែលខ្ញុំបានចែករំលែក
នៅលើ social media អញ្ចឹងបងអ្នកខ្លះពីមុនមកប្តីប្រពន្ធអត់ដែរដើរលេងមួយគ្នាអត់ដែរដើរសោះដល់ពេលតាំងពីគាត់ឃើញខ្ញុំប្រហោះអញ្ចឹងមកដើរលេងតែ2នាក់ដើរលេងមួយគ្រួសារគាត់អូខេគាត់យកគំរូតាមខ្ញុំតាំងពីដើមមកខ្ញុំចូលចិត្តចែករំលែកអ្វីដែលល្អហើយមានប្រយោជន៍ច្រើន នៅពេលដែលប្តីប្រពន្ធដើរលេងទៅ2នាក់ហ្នឹងតើយើងទទួលបានផលប្រយោជន៍អីខ្លះទៅអាចដឹងបានទេ ពេលដែលយើងដើរលេងមួយកូនរឿងខ្លះយើងអត់ត្រូវនិយាយឲ្យកូនដឹងទេតែនៅពេលដែលយើងដើរលេងមួយប្តីប្រពន្ធ2នាក់រឿងខ្លះយើងអាចចែករំលែកគ្នាដូចថាបើកអស់ពីបេះដូងបើកអស់ពីចិត្តនិយាយគ្នាត្រង់ហ្មងបានហើយនិយាយអស់ពីពោះពីពងអញ្ចឹងបានថានៅពេលដែលយើងដើរលេង2នាក់គឺអត្ថប្រយោជន៍ច្រើនបងយើងអាចស្វែងយល់ពីគ្នាបានច្រើន និយាយទៅដំណើរកំសាន្តជាមួយក្រុមគ្រួសារដំណើរកំសាន្តជាមួយនឹងស្វាមីភរិយាគឺផ្ដល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់ជីវិតរបស់យើង អូនហើយនឹងបងប្រុសអាយុខុសត្រូវគ្នា10ឆ្នាំជាង ចា ចង់ដឹងថានៅពេលដែលរៀបការហើយដំបងហើយយើងអត់ដែលបានស្គាល់គ្នាពីមុនណាអញ្ចឹងអូនរៀងពិបាកសម្របទៅតាមបងប្រុសខ្លះដែរអត់ទេដោយសារវ័យខុសគ្នាអញ្ចឹងការញ៉ាំក៏ខុសគ្នាការរស់នៅក៏ខុសគ្នាដើរលេងអីក៏ខុសគ្នាទាំងអស់អញ្ចឹងពេលហ្នឹងមានរៀងពិបាកខ្លះ ពិបាកដែរតែមិនច្រើនទេដោយសារគាត់អត់សូវពិបាកញ៉ាំទេចង់និយាយថាគាត់ញ៉ាំបែបគាត់ខ្ញុំញ៉ាំបែបខ្ញុំនិយាយរួមខ្ញុំចូលចិត្តញ៉ាំគ្រប់រសជាតិបើគាត់ខ្មែរគឺខ្មែរដល់ពេលអញ្ចឹងទៅយូរទៅគឺយើងអាចសម្របបានដោយសារថ្ងៃនេះបងឯងសាកមើលនេះតិចទៅអញ្ចឹងបើសិនជាម្ហូបហ្នឹងគាត់ញ៉ាំបានអូខេថ្ងៃក្រោយយើងញ៉ាំទៀតបានទី1ទី2មិនថាមុខរបរឧទាហរណ៍អញ្ចឹងខ្ញុំបង្កើតមុខរបរអីថ្មីដែលតាក់ទងនឹងវ័យរបស់ខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំចាប់ផ្ដើមលក់ខោអាវខ្ញុំលក់បែបក្មេងៗអញ្ចឹងទៅដល់ពេលដែលចាគាត់រៀងវ័យកដាលអញ្ចឹងគាត់ថាមិនក៏ណៃអត់យកខោអាវវ័យកដាលយកមកលក់ខ្លះអញ្ចឹងក៏យកតាមគាត់មកអញ្ចឹងមិនថាឲ្យមុខរបរឬក៏ការញ៉ាំទៅតែងតែសម្រួលគ្នាអញ្ចឹងទៅដោយសារតែបងវ័យច្រើនជាងបងអូនស្រីអញ្ចឹងបងត្រូវសម្របតាមមិនខ្លះដែរបងសម្រាប់ខ្ញុំការដែលសម្របមិនពិបាកទេសំខាន់ខ្ញុំនឹងមានចិត្តអំណត់បាទអំណត់ហើយអ្វីដែលគាត់សំណូមពរហ្នឹងគឺយើងត្រូវតែអនុគ្រោះឧទាហរណ៍សាមញ្ញជាក់ស្ដែងដូចថតរូបគាត់ស្រឡាញ់រូបថតគាត់ចង់ថតគាត់ចង់ផុសគាត់អីហោហែងទៅហើយខ្ញុំត្រូវទៅតាមគាត់ដែរតាមថតបាទតាមថតជួយថតស្អាតមិនស្អាតគាត់ថាអត់ល្អគាត់នៅតែប្រឹងថតដែរបាទអញ្ចឹងត្រូវទៅសម្របតាមគាត់ក៏ប៉ុន្តែដល់ពេលគាត់ផុសទៅមានរូបយើងអីទៅជាមួយទៅមិត្តភក្តិគាត់ថាស្វីតអីក៏ស្វីតម៉េះវាកិត្តិយសកន្លែងនឹងដែរអញ្ចឹងការសម្របហ្នឹងមិនខុសប្រមាណទេបាទហើយឧទាហរណ៍ថាដូចជារស់នៅក្នុងផ្ទះអញ្ចឹងរស់នៅក្នុងផ្ទះគាត់ចូលចិត្តរបៀបរបបបែបផែនក្មេងបាទខ្ជូតទូចដែលយើងមិនពេញចិត្តហ្នឹងណាចាក៏ប៉ុន្តែគាត់យកមកតាំងទៅយើងក៏សម្របតាមគាត់ទៅតែស្អាតរបៀបគាត់ក្មេងៗអញ្ចឹងទៅហើយសម្រាប់ខ្ញុំពួកយេស៊ូថាពិបាកអត់ខ្ញុំថាដូចជាមិនពិបាកទេ ចឹងមានថាមនុស្សចាស់គួរតែសម្របតាមក្មេងណាមានន័យចឹងហ្នឹងហើយបងហើយ បច្ចុប្បន្នណាមនុស្សចាស់គួរសម្របតាមមនុស្សក្មេងខ្លះមិនឲ្យទាំងអស់ទេណាខ្លះដោយសារអីតែដល់ឃើញបងដូចសម្របទាំងអស់ហើយ 80% ហ្នឹងគាត់80% ខ្ញុំទុំ20ដែរមានថាយើងសម្របតាមច្រើនហ្នឹងតាមច្រើនហើយបង
ចាឲ្យយើងជួបគ្នាសាងស្ពានស្នេហាក្រុងជាតិផ្សងសច្ចាព្រាមរាជាគូនឹងថ្លៃ អូនអើយគឺរបងនេះហើយស្នេហ៍ដែលអូនស្រមៃហាត់ថាប្រឹងស្ងួនសែនកងក្ដៅពេកក្រៃបុនភ័ព្វព្រេងនិស័យបណ្ដាលឲ្យយើងជួបគ្នា ស្នេហាយើងមិនមែនใจដន់បងតែបន់ស្រន់ចងជួបគ្រប់គ្រា បានមិនឆា បានមិនឆាហើយនឹងគង់មិនអាចឃ្លាតឃ្លាគ្រប់ពេលនឹងត្រៀចង់គៀងកាយ ម្ចាស់ជីវិតបងរៀមសូមថ្នមត្រកងអោរាបងជាខ្នើយយើងនៅក្បែរគ្នាក្រុមគ្រាមិនឃ្លាតឡើយព្រមលិខិតចាស់ហើយគូយើងគឺជាគូព្រេង ឧបត្ថម្ភធំដោយកោះស្លាកែតស្ទូឌីយោរមណីយដ្ឋាននិងស្ទូឌីយោវប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គូព្រេងបងអើយរូបអូននេះហើយព្រមលិខិតបានចា ស្ដាប់ពីបទពិសោធន៍ sweet ច្រើនណា ចា แล้วមានបទពិសោធន៍ណាមួយដែលថារៀងល្វីងជូរចត់ឬក៏ ធ្លាប់ឆ្លងកាត់កន្លងមក មានបញ្ហាអីកន្លងមកខ្លះរវាងប្តីនិងប្រពន្ធទេចង្កាលបញ្ហាមិនមែនកើតឡើងដោយសារប្តីប្រពន្ធទេកើតឡើងដោយសារកូនកើតឡើងដោយសារអ្នកផ្សេងហ្នឹងតែធ្លាប់មានកើតឡើងទៅលើគ្រួសារបងហ្នឹង គ្រួសារធំជាងអីទាំងអស់ប្តីប្រពន្ធកូនបន្ទាប់មកទៀតយើងចែករំលែកក្តីស្រឡាញ់របស់យើងទៅលើឪពុកម្ដាយទាំងសងខាងហើយនឹងបងប្អូនអញ្ចឹងឪពុកម្ដាយទាំងសងខាងជាទីសក្ការៈគោរពកុំចោលឲ្យសោះក៏ប៉ុន្តែក្តីស្រឡាញ់ដែលយើងត្រូវយកចិត្តទុកដាក់គឺប្តីប្រពន្ធហើយនឹងកូនដែលជាកន្លឹះស្នូលនៅក្នុងគ្រួសាររបស់យើងអញ្ចឹងនៅពេលដែលគ្រួសារនីមួយៗមិនបានក្តោបក្តាប់ទៅលើគ្រួសារយើងទេអាឡែងតែផ្អៀងទៅលើបងប្អូនគ្នាផ្អៀងទៅលើបងប្អូននោះធ្វើឲ្យផែនការស្នូលនៃគ្រួសាររបស់យើងវាទៅជាបែកបាក់អត់ល្អរកម្មរកុសដោយសារដោយសារភាពមិនស្មើគ្នារវាងក្តីស្រឡាញ់ទៅលើបងប្អូនអញ្ចឹងតែងតែរំលឹកថាគ្រួសារយើងធំណាស់អូនធំណាស់គឺយើងថែកូនយើងឲ្យមាំក៏ប៉ុន្តែមិនបែរថាយើងភ្លេចអ្នកមានគុណទាំងសងខាងអត់ទេ នៅពេលដែលប្តីប្រពន្ធស្រឡាញ់គ្នាអូកលើនហើយគឺបន្ទាប់មកគឺនឹកឃើញពុកម្ដាយ ត្រូវតែគោរពត្រូវតែនឹកបាទមិនអាចបំភ្លេច ប៉ុន្តែដំបូងហើយហ្នឹងគឺអត្តភាពគឺប្តីប្រពន្ធតែម្ដង បាទប្តីប្រពន្ធ ព្រោះបើសិនជាយើងពីអ្នកប្រិយប្រពន្ធយើងឆ្លោះគ្នាយើងរវល់តែឆ្លោះគ្នាយើងគ្មានពេលណាទៅនឹកឃើញថែរក្សាឬក៏នឹកឃើញពីឪពុកម្ដាយរបស់យើងទេតែបើយើងស្រឡាញ់គ្នាក៏យើងនឹកឃើញថាយើងត្រូវនឹកឃើញដល់ឪពុកម្ដាយយើងបន្ទាប់ទៀតអីចឹងណា
អ្វីដែលខ្ញុំចង់ចែកម្លែកថាបើយើងស្រឡាញ់គ្នាពីអ្នកប្តីប្រពន្ធរឿងអីក៏រលូនដែរវាអត់មានរឿងអីដែលថាវាមិនរលូនទេឲ្យតែប្តីស្រឡាញ់ប្រពន្ធប្រពន្ធស្រឡាញ់ប្តីយើងយល់ពីគាត់គាត់យល់ពីយើងអ្វីអ្វីយើងនិយាយគ្នាបានគឺអត់មានបញ្ហាអីទេរឿងគ្រប់យ៉ាងដែលកើតឡើងច្រើនតែការក្បត់គ្នាការមិនទុកចិត្តគ្នាដល់ពេលអញ្ចឹងវាធ្វើឲ្យគូយើងហ្នឹងគឺអត់រលូនទៅមុខទេបងប្រកបការងារអីក៏វាអត់ទៅមុខដែរដល់ពេលពួកខ្ញុំដោយសារថាយើងទុកចិត្តគ្នាដល់ពេលអញ្ចឹងអ្វីអ្វីគឺយើងគិតទៅបានសម្រេចរហូតអត់តែថាយើងធ្វើទៅអត់សម្រេចអត់ទេមិនថាយើងធ្វើអីតែតែបានសម្រេចគ្រាន់ថាវាតូចធំទៅតាមហ្នឹងហើយជាទូទៅប្តីប្រពន្ធខ្ញុំឃើញមិត្តភក្តិខ្លះគាត់ទូរស័ព្ទប្តីប្រពន្ធកាន់អត់បានទេណាបាទប៉ុន្តែបើខ្ញុំប្តីប្រពន្ធខ្ញុំទូរស័ព្ទខ្ញុំប្រពន្ធមើលច្រើនជាងខ្ញុំទៀតចឹងជាចុងក្រោយបងក្នុងនាមក្រុមការងារគូពេញព្រឹត្តក៏សូមអរគុណចំពោះបងប្រុសនិងបងស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមផ្ដល់ជាកិច្ចសភាក៏ដូចជាការចែកម្លែកពីជីវិតគូដើម្បីជាការចែកជូនទៅដល់ក្មេងៗជំនាន់ក្រោយអាចថាជាកន្លឹះសម្រាប់ក្មេងៗហើយក៏អាចថាជាកន្លឹះសម្រាប់បរិសុទ្ធដែលមានថាចង់បានប្រពន្ធក្មេងអញ្ចឹងមិនខុសទេដោយសារពេលវេលារបស់យើងមានកំណត់ចឹងក៏សូមអរគុណច្រើនបងបាទអរគុណច្រើនអរគុណបាទអរគុណចាហើយគូយើងគឺជាគូព្រេងឧបត្ថម្ភធំដោយកោះស្លាកែត Studio រមណីយដ្ឋាននិង Studio វប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមម្នាក់ដែលតែងប្រាប់អូនអើយស៊ូបងគឺគំរូនៅផ្លែរភាពសុខសាន្តនារីម្នាក់នេះគ្មានថ្ងៃផ្លេចកូនកូនយ៉ានអូនមិននឹកស្មាន